บโอนធ្វើដំណើរពីបាត់ដំបងកាត់តាមភ្នំសំពៅទៅប៉ៃលិនក្តីទៅសំឡូតក្តីទៅកំពេញពួយក្តីណាបងប្អូនគ្នាកុំភ្លេចចូលឈៀងចូលលេងណាបងប្អូនភ្នំសំពៅយើងឥឡូវមិនដូចពីមុនបងប្អូនគឺស្អាតប្លែកខ្លាំងណាបងប្អូនគ្នាហ្នឹងហើយបងប្អូនគ្នាកុំភ្លេចណាធ្វើដំណើរកាត់តាមភ្នំសំពៅកុំភ្លេចចូលលេងភ្នំសំពៅផងព្រោះថាភ្នំសំពៅឥឡូវស្អាតប្លែកខ្លាំងបងប្អូនតាមពីទៀតខ្ញុំនាំបងប្អូនគ្នាទៅមើលភ្នំសំពៅឥឡូវគេអាប់ដេតសាហាវណាបងប្អូនហើយគឺស្អាតខ្លាំងណាស់មានតាំងពីកន្លែងលេងកំសាន្តអីច្រើនបងប្អូនអរគ្នាហ្នឹងហើយមើលអូនជេលីទៅបងប្អូនមកគឺស្រស់ស្រាយខ្លាំងមែនតែនបងប្អូនអរគ្នាហើយយើងធ្វើដំណើរតាមផ្លូវនឹងរហូតមកពីបាត់ដំបងបងប្អូនអរគ្នាគឺនឹងឃើញទៅនឹងលេខឃើញភ្នំសំពៅបងប្អូនគឺនៅនឹងជាប់នឹងផ្លូវតែម្ដងគឺច្បាស់តែម្ដងបងប្អូនអរគ្នាហ្នឹងហើយយើងធ្វើដំណើរតាមផ្លូវហ្នឹងមកយើងងាកទៅគឺឃើញភ្នំសំពៅតែម្ដងបងប្អូនគឺបងប្អូនគឺដូចបានឃើញអញ្ចឹងគឺភ្នំសំពៅទៅជាប់នឹងខ្នល់កស៊ូនឹងតែម្ដងយើងបត់ចូលតាមខ្លងទ្វារនឹងមកពុកម៉ែបងប្អូនអរគ្នានឹងកលេចឃើញព្រះពុទ្ធបដិមាមួយដ៏ធំបងប្អូនអរគ្នាព្រះពុទ្ធបដិមាមួយយ៉ាងធំគ្រាន់តែឃើញគឺជ្រះថ្លាតែម្ដងពុកម៉ែបងប្អូនអរគ្នាគឺរាជរដ្ឋាភិបាលដូចជាថ្នាក់ដឹកនាំខេត្តបាត់ដំបងគាត់បានលោកបានរៀបចំបងប្អូនអរគ្នាគឺបានរៀបចំឲ្យមាននៃព្រះពុទ្ធបដិមានៅជាប់នឹងជើងភ្នំហើយមានសួនហាត់ប្រាណបងប្អូនមកសម្រាប់បងប្អូនពុកម៉ែបងប្អូនយាយតាអ៊ំពូមីងក៏សម្រាប់ហាត់ប្រាណពេលព្រឹកពេលល្ងាចអីចឹងមានកន្លែងហាត់ប្រាណមានអីចឹងបងប្អូនអរគ្នាគឺពិតជាឡើយមែនតែនពិតជាអស្ចារ្យខ្លាំងបងប្អូនអរគ្នាហើយព្រះពុទ្ធបដិមានឹងបើតាមខ្ញុំចាំបានគឺសាងសង់ដូចជាយូរដែរបងប្អូនមកប្រហែលជាខ្ទង់3ទៅ4ឆ្នាំបើតាមខ្ញុំចាំបានបងប្អូនអរគ្នាគឺឥឡូវគឺចិត្តរួយបងប្អូនមករួយជាង80ទៅ90%បងប្អូនមកមានសួនហាត់ប្រាណមានអីចឹងបងប្អូនអរគ្នានេះបងប្អូនជិះចូលមកគឺឃើញអញ្ចឹងបងប្អូនគឺស្អាតខ្លាំងមែនតើហើយព្រះពុទ្ធបដិមានឹងដែរក៏មិនមែនមានតែមួយអង្គទេបងប្អូនគឺច្រើនអង្គមែនតើមានទាំងព្រះពុទ្ធបដិមាសឹងហើយព្រះពុទ្ធបដិមាអង្គនេះគឺហាក់បីដូចជាផុសចេញមកពីថ្មគឺជាងចម្លាក់លោកបានចម្លាក់ចេញពីថ្មតែម្ដងបងប្អូនគឺថ្មភ្នំតែម្ដងបងប្អូនទាំងគ្នាមើលទៅហាក់បីដូចជាផុសចេញពីថ្មបើយើងជិះមកពីបាត់ដំបងគឺមើលឃើញច្បាស់តែម្ដងបងប្អូនមើលទៅដូចផុសចេញពីថ្មអញ្ចឹងបងប្អូនទាំងគ្នាគឺមើលទៅពិតជាអស្ចារ្យខ្លាំងណាស់បងប្អូនហើយតែម្ដងបងប្អូនគឺទូលាយណាស់បងប្អូនបាទរួចហើយពួកយើងក៏ធ្វើដំណើរឡើងទៅលើភ្នំអីចឹងបងប្អូនទាំងគ្នាយើងក៏ជិះម៉ូតូឡើងលើភ្នំទៅមើលលើភ្នំបន្ថែមទៀតចឹងបងប្អូនពួកឯងខានមកយូរដែរបើនិយាយទៅចូលចុង 4-5 ឆ្នាំហើយខានឡើងភ្នំបងប្អូនមកតាំងពីខ្ញុំមិនទាន់បានមកអូនជេលីម្លេះបងប្អូនទាំងគ្នាហើយឥឡូវហ្នឹងចូល 3-4 ឆ្នាំហើយតាំងពីស្គាល់មកអូនជេលីមកហើយខានឡើងភ្នំយូរដែរថ្ងៃនេះឡើងមករៀងស្ងប់ស្ងាត់បងប្អូនអត់សូវមានស្វាទេឥឡូវភ្នំឥឡូវអត់សូវមានស្វាដូចមុនទេបងប្អូនទាំងគ្នាហើយមកមើលទេសភាពនៅលើភ្នំវិញបាញ់និយាយទេបងប្អូនអើយខែភ្លៀងខែរដូវវស្សាចេះទេសភាពអូយឡើងខៀវសង្ងាត់ឡើងស្រឡះភ្នែកតែម្ដងបងប្អូនអរគ្នាតែគ្រាន់តែផ្លូវរៀងពិបាកធ្វើដំណើរទេដោយសារតែផ្លូវចង់ខូចខាតអស់ហើយបងប្អូនវាយូរដែរផ្លូវនឹងតាំងពីពួកយើងនៅធ្វើដំណើរឡើងទៅលើកំពូលអញ្ចឹងបងប្អូនអរគ្នាហើយឡើងមកដល់លើនឹងដែរបងប្អូនគឺមើលទៅគឺស្រស់ស្អាតមែនទែនគឺអូនជេលីអត់ដែលបានឡើងភ្នំឯងលើកទី1បងអូនជេលីតាំងពីអូនជេលីកើតបានឡើងភ្នំទេបងប្អូនណាថ្ងៃហ្នឹងនាំអូនជេលីទៅឡើងភ្នំម្ដងមើលមិនដែរឥឡូវនាំគ្នាដើរឡើងបងប្អូនមកអូនជេលីក៏បានទិញជ័យទិញអីយកទៅថ្វាយលោកយាយមាត់ទឹកអីចឹងបងប្អូនមកសំលៀបសំជ័យសំសុខសេរីសួស្ដីសំរកស៊ីមានបានអីចឹងទៅបងប្អូនអរគ្នាហើយឡើងមកក៏ជួបនឹងអូនស្វាក៏កំពុងតែញ៉ៃរញ៉ៃចឹងហ្នឹងហើយបងប្អូនយើងក៏នាំគ្នាមក selfie មកថតលេងសិនមុនឡើងទៅដល់លើព្រៃដើរឡើងទៅជួបនឹងកន្លែងនេះមួយគឺអនុស្សាវរីយ៍ភ្នំសំពៅកន្លែងនេះគឺស្អាតមែនតើបងប្អូនមកអូស្អាតរហ័សបងប្អូនមើលឃើញបាត់ដំបងច្បាស់ចែបងប្អូនមកមើលពីនេះទៅឃើញបាត់ដំបងមកបងប្អូនមកហើយមើលទៅពីក្រោមពីលើនេះទៅក្រោមបងប្អូនអើយវាស្រាយវាឡើងខៀវសង្ងាត់ដោយសារតែខែហ្នឹងគេចាប់ដើមព្រុសហើយបងប្អូនមកចាប់ដើមព្រុសស្រូវអីចឹងបងប្អូនមកមើលទៅទេសភាពឡើងស្រឡះភ្នែកតែម្ដងបងប្អូនហើយមកមើលបងស្វានេះវិញស្អីគេទេហើយពួកយើងបានឡើងទៅថ្វាយលោកយាយមកទឹករួចហើយបងប្អូនមកយើងក៏មិនបានថតដែរយើងក៏ចុះមកវិញបងប្អូនមក
ចុះមកដល់ក្រោមវិញហើយបងប្អូនខ្ញុំក៏ឆ្លៀតថតកន្លែងប្រពុតបាត់ឯមកគឺខ្ញុំអត់តន់អស់ចិត្តដោយសារតែកន្លែងហ្នឹងមើលទៅពិតជាអស្ចារ្យហើយជ្រះថ្លាមែនទែនបងប្អូនគឺបងប្អូនឃើញហើយកុំភ្លេចសាធុអ្នកមួយផងដើម្បីនាំលៀបនាំជ័យទាំងអស់គ្នាបងប្អូនគឺស្អាតមែនទែនស្រស់ស្អាតគឺពិតជាអស្ចារ្យស្នាដៃកូនខ្មែរយើងគឺបកកែធ្វើមែនទែនបងប្អូនហើយនេះបងប្អូនបានឃើញចឹងនេះមានន័យជាប់នឹងជាងនោះអូច្រើនមែនចម្លាក់ខ្មែរយើងបងប្អូនមកហើយនោះរួមបញ្ជីវបងប្អូន